còn hà nó có chập đam che đòi khuôn vìពេលដែលរថយន្តនឹងបើកនៅចាំស្តុបបាទឈប់ចាំស្តុបឬក៏បើកយឺតនៅក្នុងក្រុងស្ទះចរាចរណ៍វាត្រូវការកង្ហារនឹងបក់ជំនួសឲ្យលបឿនឡានតងទៅនឹងកង្ហារវាផ្ទាល់តែម្ដងបើសិនជាកង្ហារនឹងគាំងឬក៏កំពុងតែកកិតដោយកតាណាមួយបាទវាខូចបាខូចបដាងអីនៅក្នុងនឹងអញ្ចឹងណាបាទតែវាអាចនឹងលឺសូរសំឡេងដែរឬក៏យើងមិនអាចចាប់អារម្មណ៍ទៅតាក់ទងនឹងសំឡេងឡានលេងអីយូរទៅវាបញ្ចុះកម្ដៅមិនបានល្អបាទហើយក៏វាបង្កើតឡើងនៅការកកិតមានកម្ដៅហើយអាចខ្លាចជាអណ្ដាតភ្លើងដែរហើយបើយើងមានជ័រមានស្អីនៅកន្លែងហ្នឹងហើយមានប្រេងមានអីមួយចំនួនដែលនៅកន្លែងហ្នឹងទៀតវាធ្វើឲ្យរឿងហ្នឹងក៏អាចឆាប់ចេះតាមរយៈអាទាំងហាលហ្នឹងដែរបាទអាតិចហ្នឹងណាបាទជាបងមានអីជាបងបាទកន្លែងនេះខ្ញុំចង់គាត់សង្កត់ធ្ងន់ទៅលើកង្ហារដែលបក់ធុងទឹកហ្នឹងដើម្បីឲ្យវាត្រជាក់ហ្នឹងយើងឃើញឡានចាស់ដូចបងបានជជែកឡើងជួនកាលវាមានប្រេងមានអីដកជាប់នៅនឹងកង្ហារហ្នឹងទៅវានៅក្បែរហ្នឹងឲ្យសាចទៅប៉ះអីចឹងទៅពេលដែលកង្ហារនឹងវិលទៅវាអាចជ្រាបចូលទៅវាអាចឆេះដែរអាហ្នឹងសម្រាប់ឡានដែលប្រើប្រាស់យូរតែយើងក៏ឃើញឡានថ្មីបាទយើងឃើញឡានថ្មីយើងមិនចង់និយាយថាប្រភេទឡានណាទេប៉ុន្តែឡានថ្មីមួយចំនួនកង្ហារហ្នឹងគាត់ធ្វើទៅដូចជាមិនត្រូវស្តង់ដារបច្ចេកទេសនៅឡើយព្រោះឡានទៅម៉ាកហ្នឹងទៅនៅក្នុងទីផ្សាររយៈពេលខ្លីអញ្ចឹងក៏កង្ហារហ្នឹងក៏ចាប់ផ្ដើមឆេះដោយខ្លួនវាពេលដែលរថយន្តហ្នឹងបើកនៅចាំស្តុបបាទឈប់ចាំស្តុបឬក៏បើកយឺតនៅក្នុងក្រុងស្ទះចរាចរណ៍វាត្រូវការកង្ហារហ្នឹងបក់ជំនួសឲ្យលបឿនឡានបាទន័យថាឡានធម្មតាដែលយើងដូចម៉ូតូអីចឹងយើងជិះត្រូវខ្យល់ទៅវា air cool បាទដល់ពេលយើងឡានវាអត់មាន air cool ទេពេលដែលជិះយឺតអញ្ចឹងវាត្រូវការកង្ហារហ្នឹងដើម្បីបង្កើនលបឿនខ្យល់ពីខាងក្រៅចូលមកធ្វើឲ្យធុងទឹករបស់ឡានត្រជាក់អញ្ចឹងពេលដែលវាក្តៅស្ទះចរាចរណ៍នៅងុំខ្លាំងកង្ហារហ្នឹងធ្វើការកាន់តែខ្លាំងប៉ុន្តែបើរបស់វាចាស់វាមុនឆេះវាអាចមានជាសំឡេងដូចបងមានប្រសាសន៍អញ្ចឹងថាវាអាចលឺសូរវាអាចអីប៉ុន្តែអ្នកប្រើភាគច្រើនគាត់មិនសូវចាប់អារម្មណ៍វាលឺជួនកាលវាមិនខ្លាំងឬក៏គាត់មិនមានការចាប់អារម្មណ៍ទៅក៏មិនដឹងថាវាលឺវាអីអញ្ចឹងទៅប៉ុន្តែរឿងនេះវាមិនមែនជារឿងមួយដែលត្រូវភ័យខ្លាចអីទេអាហ្នឹងបាទដូចគ្នាបាទយើងត្រូវសង្កេតត្រង់ហ្នឹងកុំឲ្យវាមានបញ្ហាបាទខ្ញុំមានបន្ថែមមកប៉ុណ្ណឹងឯងរឿងកង្ហារធុងទឹកហ្នឹងបាទ